បងកងសុកវិសាលណាហ្វូនសបងវនហ្នឹងហើយអធិស្ឋានផងបងហ្នឹងហើយថ្ងៃនេះ live មិនបាន1ម៉ោងទេដោយសារតែយើង live ម៉ោង8ទៅហើយប៉ុន្តែដោយសារក្បោយខកខាននឹកឃើញថានឹងដោយសារប្រព័ន្ធអ៊ីនធឺណិតរបស់យើងរអាក់រអួលអញ្ចឹងយើង live អត់កើតណាបងទាំងអស់គ្នាអញ្ចឹងក៏ខ្ញុំឆ្លៀតពេលដើម្បី live នឹងឲ្យ live ធ្វើម៉េចឲ្យបងប្អូនបានតាមដានស្ដាប់កុំឲ្យខកខានបងហ្នឹងហើយបងនឹងបងវននឹងឲ្យឃើញគាត់ចូលខមមិនខ្មែរគេអេជំរាបសួរលោកគ្រូបាទជំរាបសួរបងធារីហឹមជំរាបសួរលោកគ្រូមាន Facebook អត់មានបង Facebook មានគឺ Facebook page បារមីមហានគរហើយឥឡូវនេះយើងចូលដល់ខ្សែដៃដែលខ្ញុំបាទចង់អធិប្បាយតែម្ដងពាក់ព័ន្ធជាមួយនឹងខ្សែដៃនៅខ្សែបាតដៃគូមានសាប់ឲ្យបងប្អូននេះបងប្អូនអាចតាមដានមើលទាំងអស់គ្នាទៅពាក់ព័ន្ធជាមួយនឹងខ្សែបាតដៃរូបទូកនិងរូបសំពៅបងប្អូនចំពោះខ្សែបាតដៃរូបទូកនិងរូបសំពៅនេះគឺជាខ្សែបាតដៃហ្នឹងហើយសម្រាប់ទូកអង្គជាពិសេសទូកអង្គនៃមហានគររបស់យើងក៏មានដែរទៅតាមឧបនិស្ស័យរបស់ទូកអង្គនីមួយៗបងប្អូនគឺមានដូចគ្នាអញ្ចឹងសំបុនគឺយើងធ្វើនឹងឲ្យធ្វើរឿយៗព្រោះថាកម្លាំងបុណ្យនេះគឺជាកម្លាំងបញ្ញកម្មព្រះហៅថាការបំពេញបុណ្យកុសលពាក្យថាបុណ្យនឹងហើយគឺជាការលះនឹងឲ្យលះកំណាញ់មច្ឆរិយៈហើយនឹងសេចក្តីដែលយើងគេហៅថាចរណែនជាការលះមួយបែបដែលជាកុសលចិត្តឬហៅថាបុណ្យកុសលគឺសេចក្តីល្អនឹងអញ្ចឹងការបំពេញបុណ្យគឺជាអ្វីដែលយើងត្រូវលះត្រូវបំពេញនិងបំពេញគឺយើងលះនៅកំណាញ់លះនៅការចំណែនគឺធ្វើទាននិងធ្វើទានចំពោះបុគ្គលដែលគួរធ្វើមានដល់បុគ្គលមានសិលនិងអ្នកដតីទៀតនឹងឲ្យដែលជាសត្វតូចធំឬក៏នឹងឲ្យអ្នកដែលគ្នាក្រខ្សត់អត់ជាដើមនឹងឲ្យសម្រាប់បុគ្គលទាំងឡាយទាំងពួងអញ្ចឹងបងប្អូនអាចធ្វើបាននឹងឲ្យបំពេញបុណ្យទៅតាមនឹងអញ្ចឹងចូលទៅដល់ការបកស្រាយអំពីខ្សែបាតដៃរូបទូកនិងខ្សែបាតដៃរូបសំពៅបងប្អូនទាំងអស់គ្នាសម្រាប់អត្ថន័យរបស់ខ្សែបាតដៃនិងរូបទូកនិងរូបសំពៅនេះគឺជាសញ្ញាទូអង្គនៃមហានគររបស់យើងដែលជាអ្នកជួរខាងមុខជាអ្នកបដូរផ្ដាច់និងជាអ្នកមានចិត្តលូលង់មានចិត្តមេត្តាសន្តោសប្រប្រណីតែងឲ្យអភ័យបុគ្គលដទៃដែលជាញាតិរបស់ខ្លួនដែលជាមនុស្សចងពៀឬធ្វើបាបបុគ្គលនោះតែងតែអភ័យអត់ទោសឲ្យចនិចហើយខ្សែសញ្ញាបាតដៃដែលមានរូបទូកមិនថារូបទូកធំបែបហ្នឹងមិនថារូបសំពៅធំបែបហ្នឹងឬរូបសំពៅតូចគឺជាបុគ្គលដែលមានឧបនិស្ស័យជាអ្នកមានចិត្តមេត្តាប្រោះប្រណីជួយចម្លងសត្វលោកចម្លងញាតិរបស់ខ្លួនដោយឧបាយនៃប្រាជ្ញាផងដោយឧបាយនៃការធ្វើទានជាមួយបានន័យថាជួយសង្គ្រោះនឹងទៅតាមគ្រប់រូបភាពដែលអាចជួយសង្គ្រោះបានទីមួយពាក់ព័ន្ធជាមួយនឹងការជួយតាមបញ្ញាគឺជួយសង្គ្រោះជួយបញ្យលដឹកនាំបុគ្គលនោះឲ្យទៅធ្វើល្អសាងសេចក្តីល្អទី2គឺការលះនឹងឲ្យទានទៅដល់បុគ្គលដែលកំពុងមានទុក្ខមានភ័យឲ្យបុគ្គលនោះញ៉ាំងចិត្តជ្រះថ្លានឹងដើរតាមផ្លូវអ្វីដែលជាការណែនាំរបស់បុគ្គលដែលជាអ្នកមានសញ្ញាទូកឬសញ្ញាសំពៅក្នុងបាតដៃបុគ្គលដែលមានសញ្ញាទូកនិងសញ្ញាសំពៅក្នុងបាតដៃច្រើនមានឆាកជីវិតនឹងគឺរលកឡើងចោះក្លីងឃ្លោងដូចជាទូកអណ្ដែតនៅលើសមុទ្រឬក៏លើទន្លេមហាសាគរអញ្ចឹងបងប្អូនគឺជីវិតរបស់គេគឺជួបរឿងរ៉ាវមានល្អមានអាក្រក់និងមានទុក្ខមានភ័យមានសេចក្តីសុខខ្លះលេីឡំគ្នាមិនសូវទៀងទាត់បានន័យថាទ្របក៏មានបុណ្យនិងបុណ្យកុសលដែលបានបំពេញហើយនៅញ៉ាំងកុសលធម៌ដែលកើតឡើងឲ្យកើតដល់ទ្រព្យសម្បត្តិក៏មានហើយមានសេចក្តីទុក្ខទោសឬក៏បញ្ហាកើតឡើងសម្រាប់ពួកគេក៏មានដែរអញ្ចឹងបានន័យថាសុខនិងទុក្ខគឺមានរួមគ្នាហើយអ្នកដែលមានសញ្ញាសំពៅក្នុងបាតដៃជាអ្នកដែលមានការនឿយហត់និងឲ្យរកស៊ីដោយកម្លាំងនិងឆាករបស់ពួកគេប្រៀបដូចជាសំពៅនឹងទូកអណ្ដែតនៅលើទឹកអញ្ចឹងបងប្អូនមិនសូវនឹងណូទេជាអ្នកផ្លាស់ទីពីមួយទៅមួយហើយជាអ្នកដែលជួយចម្លងញាតិ
ចម្លងបុគ្គលដែលមានឧបនិស្ស័យជាមួយនឹងគេឲ្យដើរទៅក្នុងផ្លូវត្រូវជាពិសេសផ្លូវនៃអំពើល្អឬផ្លូវនៃព្រះពុទ្ធពធព្រះសង្ឃនឹងឯងអញ្ចឹងសញ្ញាទូកនិងសញ្ញាសំពៅនេះក៏ជាសញ្ញាសំខាន់ដែរសំពៅហៅថាសំពៅត្រៃលក្ខណ៍និងហើយសំពៅដែលដឹកនាំមនុស្សឬហៅថានាវាដឹកនាំចម្លងសត្វលោកទៅរកផ្លូវចិញ្ចាក់ទុកទៅរកទីឋានរំលត់ទុកឬនឹងជួយសង្គ្រោះមនុស្សដល់បាយនៃបញ្ញាផ្សេងតាមដែលអាចធ្វើបានសញ្ញាទូកក្នុងបាតដៃមនុស្សមានការនឿយហត់នឹងផ្លូវចិត្តរបស់ខ្លួនមានការនឿយហត់ក្នុងការគិតនៅជួយខ្នះខ្នែងយកជប់ទុកធុរៈអ្នកដតីតែងតែជួយឈឺឆ្អាលនៅរឿងរបស់អ្នកដតីអ្នកជុំវិញខ្លួនជានិច្ចអញ្ចឹងបុគ្គលដែលមានសញ្ញាទូកនិងសញ្ញាសំពៅនេះគឺជាតួអង្គដែលចោះមកដើម្បីចម្លងញាតិចម្លងអ្នកមានឧបនិស្ស័យដោយមិនប្រកាន់ទោះបីបុគ្គលទាំងអស់នោះធ្វើទោសធ្វើបាបធ្វើពៀមកលើគេក៏គេតែងតែហៅសកម្មឬក៏ហៅថាជាមនុស្សចិត្តបណ្ដាច់ទេបងប្អូនគឺនៅមានមេត្តាអាណិតខ្លាំងណាស់ចំពោះសត្វទាំងឡាយទាំងពួងឬក៏ជាញាតិរបស់ពួកគេទោះបីជាធ្វើខុសប៉ុណ្ណាក៏ដោយក៏គេនៅតែលើកលែងឲ្យបានអញ្ចឹងមានការនឿយហត់ច្រើនមានសញ្ញាទូកបែបនេះបងប្អូនសញ្ញាទូកអាចនឹងលាតចំពាក់កណ្ដាលដៃក៏មានដែរអញ្ចឹងបងប្អូនអាចមើលបាតដៃរបស់ខ្លួនឯងបានអ្នកដែលមានសញ្ញាទូកសញ្ញាសំពៅបុគ្គលទាំងអស់នោះគឺមានទ្រព្យប៉ុន្តែទ្រព្យដែលរកបានគឺដោយកម្លាំងដោយការនឿយហត់ហើយនៅពេលដែលបានទ្រព្យរបស់ខ្លួនមកតែងតែជួយនឹងឲ្យជួយអ្នកដតីមិនថាខ្លួនឯងអត់យ៉ាងណាដោយគឺមេត្តាអ្នកដតីជានិច្ចប៉ុន្តែច្រើនតែមិនសូវបានគុណស័យពីអ្នកដតីវិញទេច្រើនតែបានទោសមកវិញអញ្ចឹងសំពៅនឹងទូកនេះគឺត្រៀមខ្លួនជានិច្ចមិនថាបុគ្គលណាក៏ដោយគឺអាចចម្លងមានន័យថាអាចឆ្លងឬក៏នឹងឲ្យជិះនៅក្នុងទូកនេះដល់ត្រោយឯនាយគឺទីឋានរំលត់ទុកចម្លងអ្នកមាននិស្ស័យឲ្យរួចចេញចាកពីទីកន្លែងដែលមិនល្អឬក៏ឧបាយគំនិតដែលមិនល្អនាំឲ្យគេឆ្លងផុតនៅទុក្ខសោកទាំងឡាយទាំងពួងឲ្យដើរផ្លូវត្រូវផ្លូវសច្ចៈបារមីពិតប្រាកដសញ្ញាទូកក្នុងបាតដៃសម្រាប់តួអង្គនៃមហានគរខ្មែរតួអង្គដែលជាបុត្រព្រះកូនព្រះគឺមានឧបនិស្ស័យនៃញាណអង្គឋានពិតប្រាកដគឺមានការទទួលបញ្ជាឲ្យមកសង្គ្រោះនិងមកប្រោះដល់មនុស្សអ្នកមានឧបនិស្ស័យនៅក្នុងទឹកដីនគររបស់យើងច្រើនមែនទែនអញ្ចឹងបងប្អូនអាចសង្កេតមើលទៅតាមគំនូសសញ្ញាបាតដៃរបស់បងប្អូនហើយក្នុងបាតដៃនីមួយៗសុទ្ធតែមានគំនូសសញ្ញាអាចមានជាន់គ្នាក៏មានដែរបងប្អូនតែអាស្រ័យលើយើងពិនិត្យដល់ខ្លួនឯងមើលពិនិត្យដល់ខ្លួនឯងបងប្អូនពិនិត្យមើលក្នុងខ្សែបាតដៃរបស់យើងហ្នឹងហើយបងប្អូនខ្លះគាត់មានសញ្ញារូបសំពៅធំតែម្ដងអញ្ចឹងសំពៅធំហ្នឹងគឺពេញក្នុងបាតដៃគាត់ដែលខ្ញុំធ្លាប់បានមើលខ្សែបាតដៃបងប្អូនខ្លះដែលគាត់ផ្ញើមកគឺមានខ្សែបាតដៃរូបសំពៅធំមែនតើរូបសំពៅធំអញ្ចឹងខ្សែបាតដៃនោះបន្តិចទៀតនៅក្នុងពេលខាងមុខក៏គាត់មានឧបនិស្ស័យនឹងឲ្យមានឧបនិស្ស័យក្នុងការដែលអាចជួយសង្គ្រោះបំភ្លឺសត្វលោកចម្លងសត្វលោកឬហៅថាជាមនុស្សដែលនឹងបំពេញបុណ្យកុសលរក្សាសិលធ្វើទានភាវនានៅក្នុងព្រះសាសនារបស់យើងអញ្ចឹងបុគ្គលទាំងអស់នោះសុទ្ធតែជាអ្នកមានការលះបង់ពិតប្រាកដមានការលះបង់សម្រាប់អ្នកជំនវិញខ្លួនមានការចែករំលែកអំពើល្អសេចក្តីល្អគេហៅថាមនុស្សចោលគ្នាទេគឺនៅតែសណ្ដោងយោងចម្លងគ្នាជានិច្ចអញ្ចឹងនេះជាអត្ថន័យនៃអ្នកដែលមានសញ្ញាទូកសញ្ញាសំពៅក្នុងបាតដៃតែសួរថាអ្នកដែលមានសញ្ញាទូកនិងអ្នកសញ្ញាសំពៅក្នុងបាតដៃតើគេជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនមហាសាលមែនទេចម្លើយគឺថាអត់ទេគេមានទ្រព្យសម្បត្តិប៉ុន្តែទ្រព្យសម្បត្តិនឹងគឺទ្រព្យសម្បត្តិ 50% ជាមនុស្សតិចតួចអាចជួយនឹងទៅកាន់អ្នកមាននិស្ស័យខ្លះទេឬក៏ហៅថាជាមនុស្សដែលស្វែងរកទ្រព្យដោយលំបាកនឿយប៉ុន្តែគេចូលចិត្តចែករំលែកចូលចិត្តធ្វើបុណ្យលះអស់ពីក្នុងចិត្តនេះជាចំណុចល្អសម្រាប់បងប្អូនអ្នកដែលមានសញ្ញាសំពៅនឹងទូក្នុងបាតដៃពេលដែលខ្ញុំបង្ហាញសញ្ញាក្នុង
បាតដៃមិនថាសញ្ញាណាក៏ដោយបងប្អូនត្រូវតែឧស្សាហ៍មើលបាតដៃរបស់ខ្លួនឯងព្រោះថាពេលមុនចេញសញ្ញាផ្សេងពេលនេះអាចនឹងចេញសញ្ញារូបភាពផ្សេងគឺចេញផ្សេងពីគ្នាដូចគ្នាទេបាទន័យថារូបភាពសញ្ញាក្នុងបាតដៃរបស់យើងគឺចេញរហូតបងប្អូនចេញរហូតមានន័យថាគឺដោះមកចម្លែកសឹងតែគេហៅថាជន់គ្នាបងប្អូនសង្កេតមើលឲ្យខ្លាំងទើបដឹងតែម្ដងទើបដឹងអញ្ចឹងបើនិយាយចំទៅអ្នកដែលមានសញ្ញាសំពើឬសញ្ញាទូក្នុងបាតដៃអ្នកមានឧបនិស្ស័យដើរនៅក្នុងផ្លូវព្រះធម៌នឹងឲ្យលុះលង់ក្នុងអំណាចនៃព្រះធម៌ជាអ្នកដែលត្រេកអរនៅពេលដែលគេបានសុខជាអ្នកដែលត្រេកអរនៅពេលឃើញបុគ្គលណាម្នាក់ជាញាតិរបស់ខ្លួនហ្នឹងដើរទៅរកផ្លូវត្រូវហើយបើឃើញគេខុសចេះតែចង់និយាយចេះតែចង់ប្រាប់ចេះតែចង់កែតម្រូវគេជានិច្ចជាមនុស្សសម្ដីត្រង់ឃើញខុសថាខុសឃើញត្រូវថាត្រូវនេះជាបនិស្ស័យដៃរបស់អ្នកដែលមានរូបសំពើនិងរូបទូក្នុងបាតដៃខ្មែរអង្គរ FKA 2021ធាវីហឹមអរគុណច្រើនលោកគ្រូដែលបានចែករំលែកបាទបងធាវីនិងបងធាវីអរគុណច្រើនមែនទែនសម្រាប់ការនឹងចូលតាមដានក្នុងការ live របស់បងអូនជម្រាបសួរលោកគ្រូសុបិនឃើញមានអៀនខ្ញុំយកដៃតើមានន័យយ៉ាងម៉េចលោកគ្រូសัตว์អៀនមិនដែលជួបប្រទះនេះជាសញ្ញាមានន័យថាកម្មចាស់និងកម្មចាស់សញ្ញាកម្មចាស់របស់យើងម្នាក់ដែលកំពុងព្យាយាមរុករៀនឬក៏បុគ្គលដទៃកំពុងតែតាមចងពៀធ្វើបាបយើងនឹងជាអត្ថន័យទី1បងប្អូនគឺតាក់ទងជាមួយនឹងអ្នកដែលគេកំពុងតែគិតមិនល្អប៉ុនប៉ងមកលើយើងប៉ុន្តែនៅពេលដែលយើងឃើញបែបនេះចាត់ទុកថាអ្វីទាំងអស់នោះវាបានសាបរលាបហើយព្រោះយើងបានដឹងបានឃើញបានថារឿងនោះវាសាបរលាបហើយបុគ្គលទាំងអស់នោះមិនអាចធ្វើអ្វីយើងបានហើយកន្លែងនេះក៏ឲ្យបងពិចារណាឃើញថារូបកាយរបស់យើងជាជំរុកនៃជំងឺជាសម្បុកនៃរោគទាំងឡាយហើយក៏ជាឃ្លាំងនៃតណ្ហាហើយនឹងលោភៈហើយក៏ជារនាំងបាំងសត្វលោកទាំងឡាយទាំងពួងមិនឲ្យឃើញច្បាស់នឹងយល់ច្បាស់អំពីព្រះនិព្វានទេរូបកាយរបស់យើងនេះនៅពេលដែលបងប្អូនឃើញបែបនេះឬក៏ដូចបងសួរផង់គាត់ឃើញអញ្ចឹងបានន័យថាឲ្យយើងនឹងអាចពិចារណានៅក្នុងកម្មដ្ឋានឃើញថារូបរបស់យើងនេះជារូបអសុខទាំងអស់មានដង្កូវមានអៀនមានអីតាមគ្រប់ទ្វារទាំងអស់អាហ្នឹងគឺជាអត្ថន័យទី2អត្ថន័យទី2អញ្ចឹងបានថាមានរូបមានទុក្ខមានរូបមានរោគមានរូបមានរឿងគ្រប់សពបញ្ហាមិនថារឿងអ្នកដតីធ្វើបាបយើងមិនថារាងកាយរបស់យើងនេះក៏ព្យាយាមធ្វើបាបយើងដូចគ្នាព្រោះថារាងកាយរបស់យើងមានរោគប្រចាំខ្លួនមានមេរោគប្រចាំខ្លួនមានជំងឺប្រចាំខ្លួនដូចគ្នាទាំងអស់អ្នកណាក៏ដូចអ្នកណាដែរអញ្ចឹងបងបានផលចំណេញ2ក្នុងសុបិននេះទី1បងពិចារណាកម្មដ្ឋានអសុខហ្នឹងហើយពិចារណាមើលរូបកាយរបស់ខ្លួនឯងទី2ឲ្យដឹងថាគឺពិតជាមានបុគ្គលដែលគិតល្អព្យាយាមធ្វើសាងអំពើបាបមកលើយើងមែនប៉ុន្តែវាបានសាបរលាបទៅហើយដោយសារតែយើងបានឃើញនឹងនិមិត្តនៅក្នុងសុបិនបែបនេះអញ្ចឹងអ្នកដែលមានឧបនិស្ស័យតួអង្គទាំងអស់សុទ្ធតែមានពពួកទេវតារក្សាការពារអញ្ចឹងមិនងាយបុគ្គលណាឬក៏ពពួកអមនុស្សអាក្រក់ណាមកធ្វើបាបយាយីឬក៏ធ្វើអំពើណាចូលយើងបានឡើយព្រោះឧបនិស្ស័យបុណ្យខុសគ្នាបងប្អូនឧបនិស្ស័យបុណ្យខុសគ្នាតើមានរឿងអ្វីកើតឡើងខ្ញុំមួយឆាកជីវិតមិនដែលជួបប្រទះច្បាស់ជាមិនដែលជួបប្រទះហើយបងដោយសារតែសុបិននេះគឺបញ្ជាអំពីរឿងរ៉ាវបងដឹងថាម្ចាស់កម្មពៀឬក៏មនុស្សអាក្រក់នឹងព្យាយាម